សកម្មភាពទុកបាទក្បាលកលាស់កតុយកលាស់ឥឡូវយើងបន្តគូជាបន្តទៀតលោកគ្រូគូទី24បាទខ្សែទឹកខាងក្នុងពាក់ផ្លាកលេខ057អតិដេជជាវត្តមាត់ប្រសាសន៍បាទគឺមកអរិយសាទសារកាខ្សែទឹកខាងក្រៅ060ជ្រៃសែនឆាយវាសនាមានជ័យបារមីបឹងក្រុមបាទបឹងក្រុមដែលមកពីបឹងក្រុមបាទលវីអែមខាងបងប្អូនខាងលវីអែមបាទស្រុកលវីអែមខ្សែទឹកខាងក្រៅឥឡូវយើងរងចាំមើលខាងណាឈ្នះខាងណាចាញ់អ្នកសារកាកៅខ្សែទឹកខាងក្នុងឯកស្ថានពណ៌ខ្មៅចំណែកខាងក្រៅជ្រៃសែនវាសនាមានជ័យបារមីបឹងក្រុមក្បែរគ្នាហ្នឹងលេងគ្នាទៀតលេងគ្នាទៀតបាទឥឡូវយើងមើលអ្នកបឹងក្រុមមើលសារកាកៅណែដកនេះសារកាកៅសារកាកៅដកអើយល្អមែនអធិរាជបាទវត្តមាត់កសាអូបាទ3-4ខ្ទង់ហ្នឹងបាទឃើញថាអធិរាជដេជះវត្តមាត់កសាបាទគឺបានទទួលជ័យជំនះមិនច្រើនទេបាទគឺមិនច្រើនទេមកឈ្នះលើបឹងក្រុមមកមិនច្រើនទេហើយដល់ពេលគេថាចាញ់បន្តិចសោះបាទអញ្ចឹងយើងឃើញហើយសំខាន់ណាស់ចំណុចនេះម៉ាបាទបេះដូងអ្នកស្រឡាញ់ជាមួយនឹងមហាខ្លាក្រហមទឹកប្តីគឺជាឯកគ្នាឈ្នះម្នាក់មួយជើងប៉ុន្តែឥឡូវយើងបន្តទៅគូមួយទៀតបាទគូទី24បាទជ្រៃសែនជ្រៃបាទសែនឆាយវាសនាមានជ័យបារមីបឹងក្រុមខ្សែទឹកខាងក្រៅការបញ្ជើងទី1បាទមិនទទួលបានជ័យជំនះទេឥឡូវបដូរមកខ្សែទឹកខាងក្នុងបាទគណៈដែលអធិរាជបាទដៃជះវត្តមាត់ក្រសាសគឺទទួលបានជ័យជំនះការពិស័យទឹកខាងក្នុងឥឡូវត្រឡប់ខ្សែទឹកគ្នាតើលទ្ធផលវាអាចត្រឡប់ទៅដូចអ្វីដែលគណៈកម្មការបច្ចេកទេសបានតម្រូវអត់យើងរងចាំមើលនេះបាទរូបភាពបានផ្ដល់មកបាទតាមការបាទផ្សាយផ្ទាល់និងការផ្ដិតយករូបភាពពីក្រុមការងារបាទយើងឃើញថាចំណុះទុកទាំងពីរចាក់ស្មើគ្នាល្អណាស់ចុងចង្វាបាទធ្វើឲ្យលបឿននឹងបោះបាទគេហៅថាកតុយនៅលើផ្ទៃទឹកកលាស់បាទតែ